រឿងខ្លែងតូចនិងដុំពពកកាលពីព្រេងនាយមានខ្លែងក្រដាសពណ៌ខៀវមួយរស់នៅក្នុងភូមិដ៏ស្ងប់ស្ងាត់មួយរាល់ថ្ងៃខ្លែងតូចតែងតែហោះហើរលេងយ៉ាងសប្បាយរីករាយជាមួយខ្យល់អាកាសប៉ុន្តែក្នុងចិត្តរបស់វាតែងតែសម្លឹងមើលទៅដុំពពកពណ៌សដ៏ធំដែលអណ្ដែតយ៉ាងខ្ពស់នៅលើមេឃខ្លែងតូចគិតក្នុងចិត្តថាពិតជាអស្ចារ្យណាស់បើខ្ញុំអាចហោះបានខ្ពស់ដូចពពកនោះខ្ញុំប្រកាសជាមើលឃើញពិភពលោកទាំងមូលមិនខានជីវិតជាខ្លែងដែលមានខ្សែចងជាប់នឹងដៃក្មេងប្រុសបែបនេះពិតជាគ្មានសេរីភាពសោះថ្ងៃមួយខ្យល់បក់បោកមកយ៉ាងខ្លាំងរហូតធ្វើឲ្យខ្សែខ្លែងដាច់ចេញពីដៃក្មេងប្រុសខ្លែងតូចត្រេកអរណាស់ព្រោះវាគិតថាខ្លួនមានសេរីភាពហើយវាក៏ព្យាយាមហោះឡើងទៅលើឲ្យខ្ពស់បំផុតតាមដែលអាចធ្វើទៅបានដើម្បីទៅជិតដុំពពកប៉ុន្តែកាលណាវាហោះកាន់តែខ្ពស់ខ្យល់ក៏កាន់តែត្រជាក់ហើយកម្លាំងខ្យល់បក់ក៏កាន់តែខ្លាំងខ្លែងតូចចាប់ផ្ដើមញ័រខ្លួនហើយក្រដាសរបស់វាចាប់ផ្ដើមសើមដោយសារចំហាយទឹកនៃពពកវាមិនមានអ្នកណាម្នាក់ចាំទាញខ្សែជួយទប់លំនឹងឲ្យវាទៀតទេភ្លាមនោះភ្លៀងក៏ធ្លាក់ចុះមកធ្វើឲ្យខ្លែងតូចធ្លាក់មុខដីយ៉ាងខ្លាំងរហូតដល់រហែកខ្លួនប្រាណអស់ពេលនោះដុំពពកបាននិយាយទៅកាន់ខ្លែងតូចថាមិត្តអើយអ្នកមានសំណាងណាស់ដែលមានក្មេងប្រុសចាំមើលថែនិងមានខ្សែជួយទប់លំនឹងឲ្យអ្នកហោះហើរបានយ៉ាងស្អាតចំណែកខ្ញុំវិញទោះបីមើលទៅខ្ពស់តែខ្ញុំទ្រឹងអណ្ដែតតាមខ្យល់ដោយគ្មានគោលដៅហើយចុងក្រោយក៏ត្រូវរលាយคล้ายជាទឹកភ្លៀងបាត់ទៅខ្លែងតូចស្ដាប់ហើយក៏យំស្ដាយក្រោយព្រោះការដែលវាមិនស្កប់ស្គាល់នឹងអ្វីដែលខ្លួនមានបានធ្វើឲ្យវាបាត់បង់ទាំងសេចក្តីសុខនិងសុវត្ថិភាពតម្លៃអប់រំនៃរឿងការចេះស្កប់ស្គាល់នឹងអ្វីដែលខ្លួនមានគឺជាទ្រព្យសម្បត្តិដ៏វិសេសវិសាលបំផុតមនុស្សយើងម្នាក់សុទ្ធតែមានតម្លៃនិងសេចក្តីសុខរៀងខ្លួនកុំសម្លឹងមើលតែភាពខ្ពង់ខ្ពស់របស់អ្នកដទៃរហូតភ្លេចមើលថែរក្សាសេចក្តីសុខដែលនៅជិតខ្លួន